Hello and so today អ្នកនរគ្នានេះជាវីដេអូខ្ញុំឡើងលើភ្នំ Fuji សាងភ្នំដែលខ្ពស់ជាងគេនៅប្រទេសជប៉ុនហើយក៏ជា first experience មួយសម្រាប់ខ្ញុំដែរនិយាយរួមទៅទេសភាពនៅលើភ្នំហ្នឹងគឺស្អាតខ្លាំងមែនតើអ្នកនរគ្នាឡើងទៅដល់ពាក់កណ្ដាលភ្នំមានអារម្មណ៍ថាខ្លួនឯងដូចនៅលើឋានសួគ៌អញ្ចឹងពពកចេញមកស្អាតខ្លាំងមែនតើគ្រាន់តែថាផ្លូវឡើងភ្នំហ្នឹងក៏ពិបាកវេទនាខ្លាំងដែរអ្នកនរគ្នាមិនត្រឹមតែផ្លូវឡើងលើភ្នំពិបាកវេទនាទេនៅពេលយើងឡើងហត់ទៅខ្ពស់ទៅសីតុណ្ហភាពហត់ទៅចុះត្រជាក់ទៅហើយខ្យល់អុកស៊ីហ្សែនក៏អត់សូវមានដកដែរហើយផ្លូវចោតខ្លាំងមែនទែននេះគ្រាន់តែជាផ្លូវពាក់កណ្ដាលភ្នំទេនៅពេលឡើងហត់ទៅខ្ពស់ទៅផ្លូវអត់ស្អាតទេអ្នកនរគ្នារឹតតែពិបាកលើសនឹងលើសដើមនេះមិត្តភក្តិខ្ញុំដើរតាំងពីពេលអាវរហូតដល់ដោះអាវអស់ហើយពេលហ្នឹងគាត់សរសើរគាត់ដែរអ្នកនរគ្នាគាត់ស្រីទេតែគាត់ព្យាយាមហើយនឹងជំនះឡើងទៅដល់កំពូលភ្នំជាមួយពួកខ្ញុំបានហើយពេលហ្នឹងខ្ញុំក៏ប្រាប់គាត់ដែរថាបើសិនជាយើងទៅមុខអត់រួចទេយើងទៅផ្ទះហើយយើងលើក្រោយយើងត្រឡប់មកវិញយើងឡើងម្ដងទៀតក៏បានដែរតែគាត់ថាអត់ទេចូលទៅមកហើយត្រូវតែឡើងឲ្យដល់កំពូលអញ្ចឹងហើយពេលហ្នឹងតសាក៏ខ្លាំងមែនទេទូកន្លែងនេះអីយើងក៏បានឈប់ថតរូបថតអីជាច្រើនដែរតែឥឡូវយើងមើលទេសភាពសិនណាហ្នឹងហើយអ្នកនរគ្នាបន្ទាប់ពីយើងថតរូបថតអីហើយយើងក៏ឡើងមកដល់លើទីទៀតដល់កន្លែងគេលក់អីញ៉ាំនិយាយចឹងភ្លេចប្រាប់ថានៅលើភ្នំ Fuji ហ្នឹងក៏មានកន្លែងគេលក់អីញ៉ាំដែរអ្នកនរគ្នានៅតាមដំណាក់កាលគេចឹងដូចជា500ម៉ែត្រទៅ1000ម៉ែត្រម្ដងចឹងគេមានលក់អីញ៉ាំមានបន្ទប់ទឹកមានអីចឹងគ្រាន់ថាបន្ទប់ទឹកយើងចូលត្រូវបង់លុយគេដូចជា300ទៅ400យេនណាអ្នកនរគ្នាហើយតែបន្ទប់ទឹកអត់សូវស្អាតទេរៀងធំក្លិនធំអីចឹងព្រោះអីអត់ប្រើទឹកទេនៅលើហ្នឹងអត់មានទឹកទេចឹងហើយយើងតាមតាណាជាធំប្រើសិនទៅវាតល់ហើយហ្នឹងហើយបន្ទាប់ពីយើងឈប់សម្រាកយើងញ៉ាំអីហើយយើងនិយាយគ្នាលេងបានមកសបោហើយវារៀងមានកម្លាំងតិចទៀតយើងក៏ចាប់ផ្ដើមតាណាយើងទៅទៀតហើយអ្នកនរគ្នាដូចខ្ញុំប្រាប់ពីដើមវីដេអូអញ្ចឹងថាហត់ទៅឡើងខ្ពស់ទៅផ្លូវហត់ទៅពិបាកទៅដូចកន្លែងនេះដែរអ្នកនរគ្នាមើលខ្លួនឯងទៅផ្លូវគឺពិបាកខ្លាំងមែនទែនដុំថ្មធំយើងពិបាកដើរមិនស្រួលកន្លះជើងទៀតតែខ្ញុំសរសើរអ្នកនរគ្នាពេលខ្ញុំឡើងទៅភ្នំ Fuji សាងហ្នឹងខ្ញុំជួបគាត់ជនជាតិជប៉ុន2នាក់គាត់ប្រុសមួយស្រីមួយប្រហែលជាប្តីប្រពន្ធគាត់ឯងគាត់អាយុប្រហែលខ្ទង់50 60ទេអ្នកនរគ្នាខ្ញុំបានសួរអាយុគាត់ទេគ្រាន់តែខ្ញុំមើលមុខប្រហែលខ្ទង់សបាហ្នឹងគឺសរសើរគាត់មែនទេជារួមទៅជនជាតិជប៉ុនអ្នកនរគ្នាអាយុ60 70ក៏ដោយតែមើលពួកគាត់ទៅសុខភាពល្អគាត់នៅរឹងមាំគាត់នៅបើកឡានបើកអីបានណាហើយកន្លែងនេះក៏និយាយលេងមួយមិត្តភក្តិថាបើយើងអាយុសបាហ្នឹងយើងឡើងមកភ្នំនឹងកើតអត់ហើយមិត្តភក្តិខ្ញុំថាអត់ទេប្រកាសជាអត់ទេខ្ញុំក៏អត់ដែរហើយយើងមកដល់កន្លែងនេះនៅសល់បាន700ម៉ែត្រជាងទៀតតែមើលទៅខ្ពស់ព្រោះវាចោតហើយកន្លែងនេះអីនៅសល់តែប្រហែល200-300ម៉ែត្រជាងទៀតណាគ្នាតែអាប់ចេញមកចាប់ដើមចេញមកបតាឡើងឃើញស្អាតអស់ហើយមួយមុខឡើងអស់កម្លាំងអស់ហើយលេងទាំងខ្ញុំទាំងគេសល់តែ100ម៉ែត្រជាងទៀតទេពួកយើងដើរមួយចំណាយពេលឡើងចង់កន្លះម៉ោងទាំងសង40នាទីដែរមកដល់ឥឡូវបានមកដល់ហើយគឺស្អាតម្យ៉ាងដែរហើយភ្លេចប្រាប់ថានៅលើហ្នឹងក៏មានកន្លែងគេលក់អីដែរគេលក់មីលក់អីញ៉ាំចឹងនៅកំពូលគ្រាន់ថាតម្លៃវាខុសនៅខាងក្រោមព្រោះនៅលើហ្នឹងគេងាយដឹកយកមកលក់ចឹងវារៀងថ្លៃខុសគ្នាគុណ1គុណ2ចឹងទៅហើយនេះភ្នំភ្លើងដែលបានផ្ទុះជាង300ឆ្នាំមុនបាន100ឆ្នាំនេះខ្ញុំមិនសូវដឹងដែរហើយវាគ្មានអីទេអ្នកគ្នាមើលទៅសតតែផូស៊ីលហើយកុំអាយទីទួចហ្នឹងហើយថតអាលុតថ្មត្រឹមហ្នឹងអស់លេងបណ្ដោយ